ឥឡូវយើងត្រឡប់ទៅមើលអ្វីដែលខ្ញុំចង់លើកឡើងបង្ហាញថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីអ្វីទៅហៅថារឿងព្រេងដែលតាក់ទងនឹងក្នុងពិធីរៀបចំក្រុងពាលីព្រោះអក្សរសិល្ប៍គឺសិក្សាអំពីមនុស្សសិក្សាទៅអីសិក្សាដើម្បីបម្រើឲ្យផលប្រយោជន៍មនុស្សវិញសេដ្ឋកិច្ចក៏សិក្សាពីមនុស្សដើម្បីប្រយោជន៍ឲ្យមនុស្សគណិតវិទ្យាក៏សិក្សាពីមនុស្សដើម្បីប្រយោជន៍មនុស្សវិទ្យាសាស្ត្រសុខាភិបាលក៏សិក្សាពីមនុស្សដើម្បីប្រយោជន៍មនុស្សចឹងហើយបាទខ្ញុំយករឿងមួយដែលនៅក្នុងប្រជុំរឿងព្រេងខ្មែរដាក់ថារឿងពិធីតាក់ទងនឹងក្រុងពាលីព្រោះយើងឃើញនៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើងហ្នឹងយើងតាក់ទងនឹងការរៀបចំធ្វើពិធីក្រុងពាលីគុណចាស់អស់លោកបងប្អូនឃើញទេពេលណាយើងឡើងផ្ទះថ្មីគឺយើងរៀបចំក្រុងពាលីពេលណារៀបមង្គលការក៏ធ្វើក្រុងពាលីជួនកាលយើងធ្វើដែលយើងមិនដឹងថាប្រភពដើមមកពីណាព្រោះរឿងហ្នឹងយើងអានរឿងហ្នឹងហើយបានយើងដឹងថាប្រភពក្រុងពាលីនេះយើងឃើញមានប្រភពពីរធំប្រភពទី1ដែលនៅក្នុងរឿងព្រេងប្រជាប្រិយនេះវាតាក់ទងនឹងឥទ្ធិពលជំនឿរបស់ព្រះពុទ្ធសាសនាអ្នកខ្ញុំរៀបរាប់បន្តិចដើម្បីយើងធ្វើការវិភាគយើងធ្វើការបញ្យល់មើលទៅយើងត្រូវដឹងរឿងនឹងសិននៅក្នុងប្រជុំរឿងព្រេងខ្មែរនិងរឿងព្រេងដែលតាក់ទងនឹងការរៀបចំពិធីក្រុងពាលីគេនិយាយអំពីប្រវត្តិដើមចាស់ណាស់មកហើយហ្នឹងមានស្វាពីរក្រុមស្វាមួយក្រុមគឺប្រភេទក្រុមស្វាសហ្នឹងមានក្រុមវងធំមួយនៅក្រោយសមុទ្រខាងម្ខាងហើយដែលមានស្ដេចស្វាសហ្នឹងគឺជាតួអង្គពោធិសត្វមកចាប់ជាតិបងឃើញទេអាហ្នឹងវាតាក់ទងនឹងអធិពលពុទ្ធសាសនាហើយនៅក្រុមក្រោយសមុទ្រម្ខាងទៀតមានក្រុមមួយទៀតគឺសំទុះក្រុមស្វាខ្មៅដែលមានតួអង្គពោធិសត្វមកចាប់ជាតិហើយក្រុមស្វាមួយក្រុមទៀតដែលទៅក្រោយម្ខាងទៀតនោះគឺក្រុមស្វាសដែលមានមេក្រុមមួយហ្នឹងគឺថាស្ដេចក្រុងពាលីនឹងឯងហើយស្វាខ្មៅស្វាសនេះតែងតែរកស៊ីចិត្តគ្នានឹងក៏ឆ្លងសមុទ្រពាក្យថាសមុទ្រពីដើមប្រហែលជាទន្លេប្រហែលជាអីហ្នឹងឆ្លងទៅដល់មានការទាស់ទែងគ្នាដណ្ដើមអាហារចំណីគ្នាដណ្ដើមទីតាំងគ្នាអញ្ចឹងមានការកាប់សម្លាប់គ្នាខ្លាំងហើយយើងដឹងហើយតួអង្គពោធិសត្វតាមទិសស្ដីរបស់ព្រះពុទ្ធគឺថាមេត្តាករុណាចូលចិត្តអ្វីហៅថារស់ដោយសន្តិភាពដូច្នេះបានជាក្រុមស្វាខ្មៅហ្នឹងក៏ទៅប្រាប់ដល់មេរបស់ខ្លួនណាស្ដេចស្វាខ្មៅដែលជាតួអង្គពោធិសត្វនោះលោកក៏ធ្វើដំណើរទៅជួបនឹងស្វាសដើម្បីជជែកគ្នាសម្រុះសម្រួលគ្នាកុំឲ្យមានអធិករនឹងកើតឡើងរឿងការកាប់សម្លាប់គ្នាដណ្ដើមអាហារចំណីដណ្ដើមទីកន្លែងគ្នាហើយពេលដែលលោកទៅហ្នឹងក៏លោកទៅតាំងអធិដ្ឋានឲ្យមានបារមីទៅតាំងលោកហោះពីតោកនេះសមុទ្រទៅតោកនៅសមុទ្រទៅដល់ចុះនៅក្នុងវងស្វាសទាំងឡាយឃើញស្វាខ្មៅធំមួយមកមានបារមីមានឫទ្ធិភាពអានុភាពខ្លាំងអញ្ចឹងក៏ភ័យជួលច្បល់ហើយមានខ្លះហ្នឹងក៏រត់ទៅប្រាប់ដល់ស្ដេចស្វាសហ្នឹងដែលជាស្ដេចក្រុងពាលីស្ដេចស្វាសហ្នឹងខឹងខ្លាំងណាស់មានអ្នកណាមួយចូលមករកួននៅកូនចៅអញបំណងចេញមកកំចាត់តែម្ដងប៉ុន្តែមានស្វាសដទៃទៀតហ្នឹងក៏ទៅប្រាប់វិញថាស្វាខ្មៅហ្នឹងមិនមានមកចេតនាចង់រករឿងចង់អាឃាតទេគេថាចង់មកសម្របសម្រួលគ្នាចងគ្នាជាមិត្តសម្លាញ់ព្រោះប្រគុណចាស់ក៏ដោយបងប្អូនយើងសិតតែជាអ្នកដែលកាន់ពុទ្ធសាសនាយើងដឹងហើយពុទ្ធសាសនាតែងតែឲ្យមនុស្សមានជីវិតសន្តិភាពមិនចង់ឲ្យមានសត្រូវទេដូច្នេះក្រោយពីស្វាសខ្លះរត់ទៅប្រាប់ស្ដេចក្រុងពាលីហ្នឹងស្ដេចក្រុងពាលីក៏ទុនចិត្តបន្តិចហើយក៏បានព្រមឲ្យស្ដេចស្វាខ្មៅមកជួបទៅក៏សន្ទនាគ្នារបៀបរាក់ទាក់ដោយស្ដេចស្វាខ្មៅនេះលោកបានលើកឡើងសរសើរអំពីឫទ្ធិភាពបារមីអំពីប្រាជ្ញាអំពីកម្លាំងអំពីការគ្រប់គ្រងក្រុមស្វាសដែលមានសណ្ដាប់ធ្នាប់ល្អនេះជាសិលវិធីមួយរបស់ពុទ្ធណាលោកចង់រៀបរាប់ប្រាប់ចឹងបន្ទន់ចិត្តអ្នកសត្រូវនោះកុំឲ្យវាមានចិត្តកំណាចគោកៅនោះស្ដេចក្រុងពាលីឮអញ្ចឹងក៏ទន់ចិត្តហើយក៏ព្រមសោកសួរចង់មិត្តភាពនឹងគ្នាដល់ពេលចង់មិត្តភាពនឹងគ្នាក៏ដំណើររឿងអីសពគ្រប់ទៅបានស្ដេចសាខ្មៅនេះដែលជាតួអង្គពោធិសត្វក៏រៀបរាប់អំពីទិសស្ដីអំពីការយោគយកជាតិរបស់លោកនេះលោកខំប្រឹងធ្វើម៉េចដើម្បីឲ្យបានចាស់ដឹងទៅជាតួអង្គព្រះពោធិសត្វអញ្ចឹងស្ដេចស្វាសនឹងក៏ប្រាប់ថាបើបានមិត្តសម្លាញ់នេះបានជាគ្រូផងចាត់ទុកថាជាគ្រូទៅទៀតនោះបានទៅចាស់ដឹងហើយសូមឲ្យមកជួយបញ្យល់ខ្លួនផងចំណេកាលអាយុលងទៅស្វាទាំងអស់ហ្នឹងក៏រស់ទៅចាស់ទៅវាស្លាប់ទៅ
ស្ដេចស្វាខ្មៅនេះតួអង្គពោធិសត្វនោះក៏ចាប់ជាតិមកជាតួអង្គព្រះសទ្ធោទអ្នកព្រះសទ្ធោទដែលអ្នកហ្នឹងដែលសទ្ធាហ្នឹងដែលជាលោកជាតួអង្គប្រពុតដែលសមណៈគោតមនេះណាតួអង្គពុទ្ធសមណៈគោតមគឺប្រពុតដែលព្រះអង្គត្រាស់ទី4ណាទី4លោកក៏បានតាស់សម្ដេចសម្មាសម្ពុទ្ធញាណហើយហ្នឹងតែងតែនិមន្តទៅប្រោះប្រជានរាជនៅក្នុងដែននគររបស់លោកហ្នឹងស្ដេចស្វាសក្រុងពលីនោះក៏ចាប់ជាតិមកជាស្ដេចចក្រពត្តិមួយដែលមានខ្លួនពាក់កណ្ដាលជាមនុស្សនិងពាក់កណ្ដាលជាស្វាមានកន្ទុយមានអីនៅជាស្វាអញ្ចឹងហើយតែវានៅស្វាពីវរាណាវាអត់ទាន់ផុតប៉ុន្តែមានបារមីមានទីសម្បើមណាស់ត្រួតត្រាលោកនឹងទាំងមូលហើយក៏មានឈ្មោះថាក្រុងពលីនឹងឯងនៅស្ដេចចក្រពត្តិហើយលោកមានមហេសីទៅមានបុត្រ7អង្គបុត្រ6អង្គបរោះហើយបុត្រ1អង្គជានារីជាបុត្រត្រីពៅកន្លែងហ្នឹងយើងចេះតែសម្គាល់ឃើញដែរមែនទេរឿងព្រេងខ្មែរទាំងអស់យើងឃើញតែភាគច្រើនគឺបុត្រត្រី7អង្គហើយតែងតែមានបុត្រពៅនឹងឯងពនាងពៅសំបីតែនៅក្នុងរឿងកបិលមហាព្រំដែលយើងនិទានរឿងចូលឆ្នាំខ្មែរហ្នឹងក៏បុត្រត្រីទាំង7ដែរនេះប្រហែលជាទស្សនៈជាមួយមនុស្សពីដើមនឹងយល់ឃើញភពទាំង7ហ្នឹងណាដែលយើងបានកំណត់ឲ្យទៅក្នុងថ្ងៃទាំង7ហ្នឹងថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធពហុសុក្រសៅរ៍ហ្នឹងអាទិត្យហ្នឹងឯងបុត្រាទាំង6ហ្នឹងព្រះអង្គចែកទឹកដីឲ្យគ្រប់គ្រងរៀងខ្លួនទៅហើយបុត្រីនេះបានរៀបអភិសេកជាមួយស្ដេចប្រជុំនេះហើយក៏គ្រប់គ្រងនៅចម្ពោះទ្វីបហើយទឹកដីចម្ពោះទ្វីបនេះហើយដែលជាទឹកដីដែលព្រះពុទ្ធព្រះអង្គទៅប្រោសទៅទូនមានទេសនាដល់មនុស្សទាំងឡាយអញ្ចឹងរាជសុខនិសារបស់ស្ដេចចក្រពត្តិហ្នឹងខឹងចង់ទៅតចម្បាំងជាមួយនឹងព្រះពុទ្ធក៏ប៉ុន្តែរាជបុត្រីនោះប្រាប់ថាកំអានអីព្រោះនេះយើងទៅសុំយោបល់ពីព្រះបិតាសិនអញ្ចឹងក៏ទៅសុំយោបល់ពីស្ដេចចក្រពត្តិដែលជាស្ដេចក្រុងពលីនោះស្ដេចក្រុងពលីខឹងជនណាមួយមកដណ្ដើមទឹកដីបុត្រអញដែលចែកឲ្យអញ្ចឹងមកបញ្ចុះបញ្ចូលអាណាព្យានរាជអញ្ចឹងលោកក៏ធ្វើដំណើរមកភ្លាមប្រពុតដែលលោកឆ្វេងយល់លោកដឹងណាលោកដឹងថាស្ដេចក្រុងពលីហ្នឹងធ្វើដំណើរឆ្លងធ្វើដំណើរឆ្លងមហាសកលមកហើយអញ្ចឹងក៏លោកទៅអធិដ្ឋានទៅលើបារមីទាំងឡាយហ្នឹងក៏បង្រួញដីដែរបង្រួញដីធ្វើដំណើរភ្លាមទៅដល់ជួបនឹងតែម្ដងដល់អញ្ចឹងស្ដេចក្រុងពលីឃើញរូបឆោមឡំពណ៌ឃើញតួអង្គពពោធិសត្វព្រះសទ្ធោទនោះមានលក្ខណៈសកុតគុំរូបរាងល្អអញ្ចឹងក៏កើតសេចក្តីគោរពកោតខ្លាចក៏តាំងទម្លាក់ចិត្តសង្រួមគំនិតទៅវិញហើយបាននិយាយអីសពហេតុមិនបើអ្នកមកដណ្ដើមអីទឹកដីរបស់កូនគាត់លោកអញ្ចឹងណាតាមតួអង្គបានព្រាតួអង្គដែលជាព្រះសទ្ធោទនៈតួអង្គព្រះពុទ្ធនេះលោកបានប្រាប់វិញថាលោកអត់ចង់បានទឹកដីអីទេព្រោះលោកជារាជបុត្រានៃស្ដេចនគរមួយដ៏ធំលើកលះបង់ទឹកដីទាំងអស់ហ្នឹងហើយបានជាលោកខំប្រឹងធ្វើមកប្រោសទេសនាប្រោសសត្វទាំងឡាយដូច្នេះលោកអត់ចង់ដណ្ដើមមនុស្សអត់ចង់ដណ្ដើមទឹកដីទេហើយលោកបានពន្យល់អំពីទស្សនៈទស្សនវិជ្ជារបស់លោកនឹងឯងរហូតដល់ស្វាក្រុងពលីហ្នឹងក៏ទន់ចិត្តហើយចុងបញ្ចប់លោកបាននិទានអំពីអតីតជាតិព្រោះយើងដឹងហើយថាព្រះពុទ្ធលោកអាចដឹងពីអតីតជាតិរាប់លានជាតិទៅខាងក្រោយនោះហើយក៏ដឹងទៅអនាគតជាតិទៅមុខទៀតខ្ញុំបញ្ជាក់បន្តិចដែរណាថាខ្ញុំរៀនដំបូងខ្ញុំដូចជាមានមោទនភាពអំពីចំណេះដឹងរបស់យើងដែលយើងខំប្រឹងសិក្សាស្រាវជ្រាវយើងគិតថាយើងចេះច្រើនណាប៉ុន្តែខ្ញុំគិតមែនតើនឹងខ្ញុំបីតែ1វិនាទីទៅមុខទៀតខ្ញុំមិនទាំងដឹងថាស្អីផងហើយជាប្រពុតប្រមាលឃើញមុខរាប់លានឆ្នាំទៅមុខនោះអញ្ចឹងបានលោកថាចំណេះដឹងនោះវាអត់មានកំណត់ទេតម្រាំសម្រាប់សម្មាសម្ពុទ្ធញាណដោយព្រះអង្គគឺថាវាសម្បើមណាស់រកបុគ្គលណាមិនដូចគ្មានទេអញ្ចឹងលោកក៏និទានពីអតីតជាតិពីស្វាសស្វាខ្មៅទៅស្ដេចក្រុងពលីហ្នឹងក៏មានសេចក្តីរំភើបចិត្តណារហូតដល់ស្រក់ទឹកភ្នែកនឹងឯងកំសត់ហើយក៏ព្រមបួសនៅក្នុងសាសនារបស់ព្រះអង្គព្រមសុំបួសជាសាមណេរនៅក្នុងសាសនារបស់ព្រះអង្គប៉ុន្តែព្រះសទ្ធោទក៏បានប្រាប់ទៅវិញថានៅក្នុងសាសនារបស់ព្រះអង្គមិនមានសត្វដែលឆានបួសបានទេមានតែមនុស្សហើយមិនត្រឹមតែនៅក្នុងសាសនាក្នុងចំនួនរបស់ព្រះអង្គទេតួអង្គប្រពុតមុនទៀតក៏មិនអនុញ្ញាតដែរតែដោយក្រុងពលីនេះមានអំណាចអាណាសង្ឃជាមួយលោកហ្នឹងណាលោកក៏បញ្ញត្តិឲ្យសាវកលោកនៅចំនួននោះ
បញ្ញត្តិថាអោក្រុងពលីនេះកាន់សិល5ចុះហើយបានបញ្ញត្តិថាឧបាសកឧបាសិកាណាធ្វើបុណ្យធ្វើទានអីឬក៏ធ្វើអ្វីទាំងអស់ឲ្យឧទ្ទិសទៅស្ដេចក្រុងពលីផងដែលជាហេតុបានវិជាប្រវត្តិចេញពីក្រុងពលីនឹងឯងឲ្យឧទ្ទិសបើអត់ឧទ្ទិសទេវាអត់ទៅដល់ទេកន្លែងហ្នឹងព្រះអង្គក៏និទានរឿងបន្តិចឯនៅក្នុងរឿងហ្នឹងណាដែលគេបាននិទានជាប្រជាប្រិយក៏បាននិទានបន្តិចដែរថាចំណេរកាលព្រះអង្គនៅគង់ជាធរមាននៅឡើយមានភិក្ខុវត្ថុជនមួយអង្គភិក្ខុវត្ថុជនបានថាជននៅតូចតាជននៅក្រៅអញ្ចឹងណាវត្ថុហ្នឹងឯងមិនទាន់ចេះដឹងច្រើនចេះទេលោកមុនចេញទៅចំការហ្នឹងគឺជួបនឹងប្រែតប្រុសមួយហ្នឹងដែលធម្មតាប្រែតហ្នឹងវាមាត់វាទូចទៅមជុលអញ្ចឹងទៅខ្លួនវាធំប្រែតហ្នឹងវាក្តៅក៏ហល់ក៏ហើយជ្រេកទឹកជ្រេកអីសុំភិក្ខុហ្នឹងសុំបាក់ទឹកយកមកផឹកភិក្ខុដងទឹករាប់រយផ្តិលយកឲ្យផឹកនៅតែជ្រេកក្តៅក៏ហល់ក៏ហើយមែនតើចឹងហើយបានជាភិក្ខុហ្នឹងបានទៅជួបសួរនឹងព្រះអង្គក៏បានប្រាប់ទៅវិញថាអ្នកដងទឹកទៅឲ្យប្រែតនឹងផឹកគឺមិនបានទេបើចង់ឲ្យប្រែតនឹងបានទឹកផឹកគឺត្រូវតែយកទៅវេជាមួយភិក្ខុសង្ឃអង្គណាទៅប្រគេនសិនឲ្យភិក្ខុសង្ឃអង្គនឹងវេទៅបានទៅដល់ប្រែតនោះអញ្ចឹងហើយបានយើងឃើញរៀងរាល់ជុំរៀងរាល់ថ្ងៃសិលអីមនុស្សខ្មែរយើងត្រូវវត្តវេចង្ហាន់វេហ្នឹងដើម្បីឲ្យទៅដល់ញាតិកាទាំង7សន្តានដែលបានចែកឋានទៅឲ្យនោះអានឹងនៅក្នុងទិសដីរបស់ពុទ្ធនឹងឯងយើងឃើញទេអញ្ចឹងហើយបានជាមានវេទៅប៉ុន្តែគេក៏បញ្ជាក់ទៅក្រោយពីព្រះអង្គចូលបរិនិព្វានទៅសម័យក្រោយមកហ្នឹងសាសនាពុទ្ធរៀងធ្លាក់បន្តិចព្រោះគេនិយាយថាសាសនាដទៃហ្នឹងវារីកចម្រើនឡើងវាចូលមកអប់រំសាសនាពុទ្ធដូច្នេះហើយបានជាតាំងមានការធ្វើពិធីក្រុងពលីធំឡើងទៅវាឧទ្ទិសទៅដល់ស្ដេចក្រុងពលីនោះយើងសប្តាហ៍យើងឃើញធ្វើធំមែនទេសឹងតែពិធីការកូនមួយទាំងមូលមិនដល់ក្រុងពលីផងសឹងពិធីឡើងផ្ទះនេះក្រុងពលីវាធំជាងគេហើយបើយើងមើលទិសដីក្នុងរឿងព្រេងនេះមែនទេយើងឃើញថាមិនត្រូវទេព្រះអង្គបានបញ្ញត្តិថាបើយើងធ្វើអញ្ចឹងក៏ដោយយើងអត់បានវាអត់បានអីហ្នឹងវាអត់បានទៅដល់ទេអត់បានទៅដល់ស្ដេចក្រុងពលីទេឃើញទេអានេះជារឿងដែលនិយាយអំពីពិធីរៀបចំក្រុងពលីតាមបែបព្រះពុទ្ធសាសនាកាលនេះយើងឃើញរឿងហ្នឹងយើងដឹងថាឥទ្ធិពលដែលធ្វើក្រុងពលីហ្នឹងគឺឥទ្ធិពលដំបូងឡើយគឺតាមរយៈឥទ្ធិពលទស្សនវិជ្ជារបស់ព្រះពុទ្ធទេប៉ុន្តែកន្លែងហ្នឹងក្នុងនាមយើងជាអ្នកសិក្សាស្រាវជ្រាវអំពីអក្សរសាស្ត្រហ្នឹងគុណចាស់ឲ្យបងប្អូនជួយឲ្យបានសិក្សាអំពីទិសដីព្រហ្មញ្ញសាសនាព្រហ្មញ្ញសាសនាខ្ញុំđãរៀបរាប់បន្តិចទៅសម័យវេទនិយមហ្នឹងគឺអតិទេពវាមានច្រើនរាប់លានអតិទេពមនុស្សនេះចិត្តគោរពស្អីទៅក៏ជាទេពទាំងអស់តែមកដល់ប្រហែលជា500ឆ្នាំមុនគឺសករាជនេះវាមានជាការបង្រួបបង្រួមមួយហ្នឹងគេហៅសម័យព្រាហ្មណ៍ហ្នឹងការបង្រួបបង្រួមមួយដែលគេឲ្យមានអតិទេពធំ3អតិទេពចម្បងហ្នឹង10ហើយអតិទេពធំ3ហ្នឹងគឺព្រះព្រហ្មមានភារកិច្ចជាអ្នកដែលបង្កើតលោកហើយអតិទេពធំមួយទៀតគឺព្រះសិវៈមានភារកិច្ចជាអ្នកបង្កើតលោកផងបំផ្លាញលោកផងហើយអតិទេពមួយទៀតដែលសំខាន់នៅដែរនោះគឺអតិទេពនៃព្រះវិស្ណុព្រះអង្គមានភារកិច្ចថែរក្សាលោកហ្នឹងឃើញទេហើយជាទេពជាអតិទេពមានរូបរាងណាំថែដូច្នេះហើយបានមានបែងជាអវតារហើយបើតាមទិសដីព្រហ្មញ្ញសាសនាគេបានបញ្ជាក់ថាអវតាររបស់ព្រះនរាយណ៍ហ្នឹងព្រះវិស្ណុហ្នឹងមាន10អវតារទី1គឺត្រីមត្តយៈអវតារទី2គឺជ្រូកព្រៃអវតារទី2គឺអណ្ដើកគោរមៈនៅក្នុងរឿងកោសមុទ្រដោះអវតារទី3ហ្នឹងគឺជ្រូកព្រៃអវតារទី4ហ្នឹងគឺនរៈសង្ឃអវតារទី5ហ្នឹងហើយវាវណៈជាមនុស្សទឿដែលចាប់ផ្ដើមនៅរឿងដែលនិយាយអំពីក្រុងពលីនឹងដែរមុននឹងនិទានពីអវតារទី5វាវណៈដែលនិយាយរឿងក្រុងពលីនេះជួនកាលក្រុងពលីយើងរៀបសពថ្ងៃនេះវាទៅតាមបែបព្រហ្មញ្ញសាសនាទេមុននិទានរឿងហ្នឹងបន្តិចខ្ញុំចង់បង្ហាញឬទូលថ្វាយបន្តិចដែររកឃើញនិស្សិតយើងរៀនហ្នឹងគាត់មិនសូវយល់មិនសូវចាំណាខ្ញុំក៏ប្រាប់ទៅវិញថាកាលខ្ញុំរៀនក៏អញ្ចឹងដែររៀនពីអក្សរសិល្ប៍ដំបូងក៏មិនសូវយល់មិនសូវចាំខំប្រឹងមើលមែនទេចុងក្រោយបំផុតក៏ទៅអានប្រវត្តិសាស្ត្រដល់អានប្រវត្តិសាស្ត្រយូរក៏មិនសូវចាំទេទៅអានគម្ពីរសាសនា
con cha ôn từ mưa từ đành dây pi lục những người cao lớn thầm bồn lỡ cứ tất lịch trip thằng on không hết nó tất lịch ở thằng on tuột hai đây ní thầm bồn lớn cao bị buồn quan điên chứ năm muốn việc còn gì đồng phơi muối thế là p đó cao với đó p nam muối nữa việc khai chuyện đông tất cọ muối cọ chết đúng không hơi nữ bạn đi ca chung với phan ấy ăn miên sạt na ru an đây đọc rồi mới phải chụp bắt từng kinh ai cài nam muối thôi ơi à thay được cọ nó không vía rồi liên tới về tiêu chỉ tức đào tiêu chỉ tức nên hai để tiêu chặt cầm nợ cả là ngục chỉ vứt chặt đào miền này hay chỉ vứt chặt đào miền từ bố mình men miền này lừa phan đây dương chẳng nó không tức đi hai đứa ban mình miền này lừa phan đấy tam cá sắc xa xa chia rồi bón nhẹ về chia xa nơi lừa phan đấy cho là cá nó về sát tiếp sau phôi ngõ với ăn miếng oxygen hydrogen hay cùng trai bao bốn đằng ấy là tất cả cao tranh đấy tất cả cao tranh pi molecule hydrogen bao oxygen chắc nó miếng oxygen đó là hai bạn mà đo sắp ngay dương có khơi miếng vót từ miếng sắt ra về luôn tất phóng và lực cột phòn cái nhẹ nó bị vót bị tất máu vì toàn đá tê thế chết này bị chia sát ai rồi cưới ta ai thở lọc đối tượng tất bính con tam bản vô bị chia sát vì miếng cao chưa lớn này chẳng là gì cơ nhá việc tích lịch cột lại chẳng dân bà dương thầm mơ không phi sa na đó như thế nhé không prong mai sa na avatar thì mới cứ trờiถ้าไม่trời vô tật lịch ở trời mà chui sầm đầu luôn giờ ta đạn có nếu không copy Bible con chẳng đây không copy Quran cũng chẳng đây hay không tức đây như ca sắc xa bị chia sát bên trong hãy đây tôi bốn như sao tật giờ hai bạn vừa cưới avatar thì mới nó cứ vậy mà biết trời mặt dạng thằng anh ta chơi sừng cua sắt cua ấy đó giờ ta đạn nó có mũi vậy đấy chơi bạc trong đã thắc trong từ mưa cái sát ná đó cái mưa cái sát ná còn nói thêm toán vô mà bạc trong không bằng từ sát xa ẩm phí bị chia sát hàng xoay cái thì đấy việc trong đăng là cao luôn nơi ở bom một lúc miếng cao bị vọt việc mày chồng này ha năng hay để thưa cô có bán miếng cao bị vọt tăng rồi mai bóp cá một lúc luôn nơi một lúc miếng ấy đã bẹt lại chưa hậu nó luôn toàn xò lấy tăng bị dục mò bằng bài chứ hôm đó dục mò đồng lý một trong này dục mò đồng lý nhé đây mà lúc chơi vô cắm mà lúc chơi đắm đó đây chính là ca hốc chọc này là ca score plương nâng ấy nọ mi ca thì chùm lại nếu nọ mi ca thì chùm lại chẳng có bạc chống không vẫn được sắc xa pi sẽ cái phí chi vứt ẩm pi chi viết về cao nơi bom đâu chứ bạc chống ca tập ô nơi một con cha vĩnh thá ca sắc xa pi sau sáu tiếp kia ở an cha thì đấy của dương sắc xa pi chỉ vứt đấy ca bị vót tới nên chỉ vứt chẳng như tà lắp mà vinh vì avatar thì pram và vật nạn nè về nó ạ phúc hai đây và hai anh cho còn oi miền cao ngó dương khơi bị gọi lịch tịch ở tới về mấy viên cột quanh đọc cột với nhà vật thâu là ngó viên ban tịch á chẳng bằng avatar tp ấy avatar tp cứ đợi mấy ban đợi ở phương Azure IT vậy nó chưa khi đợi thế à bằng ba smart nó đừng cột tắc nó cặp chặt cái này ở xong khải với ban từ đợi bạn để chẳng các bạn phải nút đó ai đừng pi trong chưa to tên kia với ban thế và chọn bàn chắc ẩm rất khi chọn bàn là thôi được không thực smart nó với cứ câu vào riêng thôi đó là câu đó nông mình tất cả dùng thử việc nấu hay dùng nĩa và sự kích một quạt nấm nó câu ta nấm thì lại rồi bạn đấy với mình lên bớt để chẳng hết bàn chia ra bị nũ nhé tầm này luôn chỉ avatar thì phí cứ ảnh đại của mặt cái nên chẳng thứ nướng avatar thì phí đó câu bàn đây chẳng có hỏi việc cái việc tại việc cuộc để mình miệng đây đảm đó chẳng ban tầm này luôn thì chụp free avatar thì 7 avatar thì 4 là rạ xăng nó miền cả đám đó chơi theo program avatar thì 5 cả tầm nào đây nèแต่chơi theo program cứ làm đây kia bạn dừng khơi dạ phải lý nó cúp rong được thành đây thằng mù rồi miền Nam miền đây chúng cài thôi việt miền một lúc sau tụi nó là mấy bạn Previsnu đây chỉ architect thay sao mà luôn nè ban tầm này luôn chia một lúc tư và mà nãy nó cứ một lúc tư nếu tuyến mà bảo bệnh cháu dạ trong cái lý của Visnu mình chọn vào cao nguyên chụp bằng á mình chọn vào cao nguyên chụp bằng và tam architect nó cứ là Visnu vào cái này và ai chụp bằng từ đầu vô và chiếc mình chọn vào cao nguyên chụp bằng là ngày rồi trên đây hết có ở tầm này cuốn chụp nữ tứa nó prap dạ trong dạ peli năng ai ta sống đây bay chụp hiên ban chụp vật luôn này đang phò đây dạ peli nó có phép từ mình đưa nó vĩnh vào và nạn vĩnh lại vô tới đây bay dương hiến nơi mình cắt ở đây xong là bay dương hiến bà này đời dạng nó phồm ấy Visnu có tầm này luôn chưa Visnu vĩnh bắt mình muốn thoát phán đây rồi đấy có vô đây nó ở mà lúc sát luôn này từ
rồi chẳng dạng phải tới tranh thì năng để cho nên bạn Vishnu này bạn cầm nót tha bảo sân chuyện mà đu lô nênคือวิธีไอ้มวยนั้นอ้อยนึกก้นดอมจ้าตึกใดยังพอเดี๋ยวจ้าตึกใดนั้นก็อยากไปรีนึงไอ้โดยเฉพาะยืนสู้เป็นท่าตักกรงไปรีบอกยืนเนี่ยยืนเธอแต่ตามbài Phậtศาสนาหรือก็ปรุงมันศาสนาcái anhนั้นthì là cái này sát sao 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 tại do một hiện sa 12 một trong lý do tôi sọc máy của thống á của ở quân làm cha tận tại đây hết bao giờ vậy tam Phậtศาสนา và so phạt máy nó có không lấy ông đăng quân đấy không lấy làm lật quân đấy bắt được quân nó được từ 8 từ ấy bỏ vào xong còn thá về và kia ảo về ảo tới đấy mình thôi thông động về tề chẳng bạn chuyện này không rướng vị trí công vị lý đi dùng khơi miền cái bàn ở trạng này trong rướng người ta miền sát na đỏ tế mọi chuyện chết thôi ơi vị trí bọn nó về cắn rồi thung tư vì hoa lư về vậy đấy bọn bạn phải nhạt ỏi thì đấy là nick trong bàn chụp trong tiến rướng avatar thì lắm và mình nã đấy dạt đi thôi ao sẽ đạm tây từ nắng ở rửa để do một phần hai ấy à với được trong phần hai nhé khi nhất vị thi để dương phơ sắp ngày ní thiết công phải lì về chặt tốt chết tụm niêm tụm lót là phải nịt mà chẳng hết tụm niêm lót phải nịt mà nó dương khai khai phải xem vậy các tranh phi pháp thuật đã hơn bọc mà thì phi và các tranh phi pháp thuật priêm dùng là pháp thuật phật dùng đi trôi mất tập bánh nhưng không pháp thuật màแต่hơi vấn đề à với để dương con chùm nắm nó mai nó phải cái toàn đó và cái nít mất tất cả vô bạc kia má mệnh vô má từng đống này ni mất tất cả ở tới sâu xua cho mỗi đồng bạc thoi dữ thì đấy từ trên này bạn trong bằng hái đồng bây dương vô là dương thứ cá sắc xa chẳng ọc nè và vậy để miên sập ngay dương mình ai thật khâu rư của trời thế dương sắc xa mười thân và đấy buộc khâu hình tới mình cũng ai thang nghề tê để sắc xa để bị cha nào mới là tôi từng ống tập tới thếแต่ตามเอาไว้แต่บุญคณะบางกอดตาตกเพราะนิกวนจะเรื่องเปรย์ได้เรื่องเปรย์ได้แต่เวียดแตะตัวđóสาวซาปกคณะกิศักษาเรื่องเปรย์หรือศักษาอัมพีสาวซาหายจักจะมันบริยายเฉินไปเต้พวกคนจ้าเอาโลกเรียนเราขณะนี้ฮะวิจัยมีการกับวิเทียการกึศกูหาอย่างศักษาเมื่อแต่วัดทอแต่อ้อในโครงได้อย่างนั้นเรื่องการเชิญปีนาเอาไว้ได้สำคัญอย่างเก๋trongวิจัยท้าวัดทอบอกมาเยอะเมียนประวัติอยู่นำหายmình làตัวย่อวัดทอแต่ตีถ้าแต่ตัวย่อเหม็น copy ไปเก๋มาที่นะเหม็น copy ไปเก๋ทั่วนี้มัดกรรมมาจะบ้านไปโจรบอกเจอช่วงการมาจ้าดาวที่อันดังทองเต้ởที่หอประสาทก็ยืนเฟื่อก่อสร้างอดตื้อเติมพระวิษณุเพราะนั่นมาจ้าเนี่ยเราบอกเกิดปรมันศาสนาอันมีประสาทบีบน้องทองเต้คือเนี่ยพวกยืนบังหาอย่างพี่วิษณุแม่นเปิดกระบาดจุ่มไหลนะรัชนาบอสไอ้อันมีแต่โตนั่นดีบาดจุ่มไหลรัชนาบอสน้องกลมนิดออกมาย่อมเอาติดแต่ชอบยืนเมื่อกระบาดจุ่มไหลเราบอกมายืนยืนแต่เมื่อกระบาดthôngอย่างมานั่นคือจับดามแล้วđợi rụng bông mùi bòn trai cái tranh phim bông mùi bạn loạt đây chưa stop đó cứ stop cả chù thế đấy anh nó cứ miếng này cho bác loạt nhân này mà trở vô cha lục ra nó lục mì tiền đồng ray á cô cờ bay á thông na bên ai trăm nụ lột rồi trai tao chứ và trai ai trăm nụ rồi hai ấy vô chức nhất mai ha để mai trôi chết tua tiến cứ trai cuộc máy rồi nói chung mình bằng lễ sám rồi chung mình rồi nơi ta mình nói xin đó tại vì cũng đại chia rồi và phúc sầm ố tay chắc sáp trở những cái tôi chỉ nói bạn chưa rương này tiên đào rồi nắng hai rương nắng cô chỉ rương là o mới là o thằng nát chỉ cả đằng côn hộp trái giờ đằng côn là bị trái đã bồn nó bị ngon máu ban côn trở chắc anh dùng gió rồi muốn mua bồn tới thì chỉ chắc về cái bách bao giờ rất stop ca chú để dân bỏ trên stop mà nắng ca thường ông về miền là ca là cả ô ca là qua sầm bao lọ hai mít ban được mai dân do ca chú vĩnh thì môi tam dạ từ xây vào phố đất tí tí nữa đọc vẹt rồi mai dương nó được ao cùng đất ao từ xây sầm bao này hai dương chỉ nè để mơ chỉ nè để pro bắt ăn bán sắc sam bán sao chưa rồi cô biết thế con cha ôn mơ ca chú miền lạc là việc mày ca chú có mình đã đông đây lọ đây ca chú đông đây ơi đây kén đây mà mốt đây băng vấn đề tranh phát bị đây mới lo tới chip cả tới chip lại hết rồi lẹ cọp mở độc kia đào mà tiền thế đi nước không còn nước tôi sẽ làm chia bọc không ai mình đã bật cắn bụi ẩm bôi chia cầm ná tê thoa tay câu ném miên câu có đông pi câu mà ha thấy ở thì không ai ao tầm lấy từ lứa trả giá sầm bát để rất lẹ nè
ពេលនេះកូនកសិករហើយកូនអីក៏ដោយក៏មានលទ្ធភាពអាចទៅដូចគេដែរគឺនេះតម្លៃនៃការឈូកនេះវាដោះចេញពីពិភពមកតាចេញពីផុតពិភពមកល្អកន្លែងហ្នឹងគុណចាស់បងប្អូនចាំសង្កេតមើលទៅពីដើមណាមានក្មេងម្នាក់ដែលកូនអ្នកក្រីក្រទេជិះកង់ចាស់មួយពាក់កៅអៅចាស់ទេហើយធ្វើដំណើរទៅណាមកណាឬក៏ទៅសាលាអីហ្នឹងសភាពរៀបសាររំទុំជួបចេះទុំចេះលើកដៃសំពះគួសមរាក់ទាក់ល្អកិរិយាមារយាទហ្នឹងណាហើយខិតខំប្រឹងរៀនសូត្រអ្នកភូមិអ្នកស្រុកគេថាម៉េចគេថាអីកូនបងសុកនេះពូជបោគេល្អមែនឃើញទេចំជាអ្នកប្រសើរគាត់មែនតើបងឃើញនេះខ្មែរមិនបានសរសើរទៅអ្នកលោឆាយអ្នកមានទ្រព្យសម្បត្តិអ្នកមានបំសាក់ធំទេខ្មែរឲ្យតម្លៃទៅលើសុជីវធម៌ហើយតែបានយុវជនសប្តាហ៍ចេះតែភ្លើខុសយ៉ាងអត់ស្គាល់ប្រពៃណីដូនតាខ្លួនឯងពីដើមបងអូនមានទ្រព្យសម្បត្តិប៉ុណ្ណាបងអូនជិះឡានជិះម៉ូតូថ្មីប៉ុណ្ណាដោយស្លៀកពាក់សម្លៀកបំពាក់ទំនើបពាក់នាឡិកាប្រើអីអស្ចារ្យប៉ុណ្ណាជិះប្រឆាច់គេពេញផ្លូវពេញភូមិហើយរៀនសូត្រខ្ជិលណាអ្នកភូមិអ្នកស្រុកគាត់ថាម៉េចនេះកូនអាចង្រៃណាទេវិញខុសគេខុសឯងម្ដាយឪពុកវាមិនដឹងមិនទេអ្នកគេមិនត្រឹមឌីលដល់អ្នកឯងគេឌីលដល់ពូជម្បោអ្នកឯងទៀតអាហ្នឹងជាការអប់រំអញ្ចឹងបានគេដាក់ជាបញ្ហាមួយខ្ញុំថាចុះបញ្ហាយុវជនខលខូចសពថ្ងៃច្រើនអ្នកណាអ្នកទោះទៅខ្មែរយើងចូលចិត្តតែចោទតែគេពិតហើយលោកគ្រូអ្នកគ្រូលោកត្រូវទទួលទៅលើការអប់រំក្មេងប៉ុន្តែដំបូងបំផុតគឺគ្រួសារក្មេងនោះវាទៅនៅសាលាហ្នឹង2 3ម៉ោងហ្នឹងតែវានៅមកឪពុកម្ដាយទៀត10ម៉ោងជាងអញ្ចឹងការអប់រំទី1គឺឪពុកម្ដាយហ្នឹងហើយទី2បានជឿទៅដល់សាលារៀនទី3សង្គមបើយើងទាំងអស់គ្នាខំប្រឹងធ្វើការអប់រំហើយខំប្រឹងនិយាយអំពីទំនៀមទម្លាប់ប្រពៃណីអំពីការអប់រំអីទាំងអស់ហ្នឹងយើងអាចកែប្រែក្មេងពីលទាំងអស់ហ្នឹងឲ្យទៅជាក្មេងល្អនឹងដើម្បីបានឫស្សីល្អយើងប្រើយើងត្រូវថែរក្សាទំពាំង